សួស្តីបងប្អូនថ្ងៃនេះមានខ្ញុំនាំវីដេអូមួយដែលមកនិយាយអំពីសកម្មភាពពួកខ្ញុំជាជីវករលក់នៅរោងចក្រជាប្រចាំថ្ងៃអញ្ចឹងបងប្អូនប៉ុន្តែនេះខ្ញុំសូមដាក់រៀងកម្មវិធីលឿនបន្តិចហើយព្រោះវីដេអូវាវែងដែរបងប្អូនអញ្ចឹងដូចបងប្អូនឃើញហើយឃើញឡានកម្មករចូលអញ្ចឹងទេបងមានឡានមានម៉ូតូចូលអញ្ចឹងអ្នកខ្លះក៏គាត់ទៅទិញអាហារសម្រាប់ពេលព្រឹកនៅក្នុងរោងចក្រអ្នកខ្លះក៏ទិញនៅកន្លែងខ្ញុំអញ្ចឹងទៅហើយអ្នកខ្លះក៏គាត់ទិញជាភេសជ្ជៈជាប្រចាំថ្ងៃអញ្ចឹងណាបងប្អូនអ្នកខ្លះក៏គាត់ញ៉ាំកាហ្វេម៉ាស៊ីនអ្នកខ្លះគាត់ញ៉ាំកាហ្វេហ្វីនយើងធម្មតាអញ្ចឹងណាបងហើយសម្រាប់អាហារពេលព្រឹកនៅកន្លែងខ្ញុំអត់មានអីច្រើនទេមានតែដូចជាកាហ្វេសាំងវិចនិងនំហើយនិងមីកំប៉ុងយើងហ្នឹងហើយដូចបងប្អូនឃើញស្រាប់ហើយនេះគឺជាសកម្មភាពពួកគាត់មកទិញជាប្រចាំថ្ងៃអញ្ចឹងបងប្អូនហ្នឹងហើយខ្ញុំអត់មានវីដេអូអីច្រើនទេមានតែប៉ុណ្ណឹងបើសិនជាបងប្អូនពេញចិត្តនៅសកម្មភាពដែលខ្ញុំថតជាប្រចាំថ្ងៃគឺជាសកម្មភាពបងប្អូនកម្មករកម្មការិនីដែលគាត់មកទិញអាហារនិងមើលសកម្មភាពពួកគាត់ដែលពួកគាត់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃអញ្ចឹងណាបងហ្នឹងហើយកន្លែងខ្ញុំអត់មានលក់ជាបាយឬក៏ជាគុយទាវទេគឺមានតែកាហ្វេនិងសាំងវិចទេអញ្ចឹងពួកគាត់អាហារសម្រាប់ពួកគាត់ប៉ុណ្ណឹងគឺគាត់ឆ្អែតហើយអ្នកខ្លះបើគាត់ញ៉ាំច្រើនគាត់យកសាំងវិច2ទៅអ្នកខ្លះគាត់ញ៉ាំតិចគាត់យកសាំងវិចតែ1ចឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងអ្នកនៅក្នុងរោងចក្រគាត់ទៅហូបនៅក្នុងរោងចក្រគាត់មានបាយគេមានលក់គុយទាវបបរអីចឹងណាតែអ្នកខ្លះក៏អត់ចូលចិត្តទេហើយក៏មានលក់ដូចជាខ្ញុំដែរមានសាំងវិចដូចគ្នាប៉ុន្តែពួកគាត់អត់គាត់ឆ្លាញ់យើងគាត់ចូលមកទិញកន្លែងយើងនៅថាអ្នកខ្លះគាត់ថាអូរសជាតិនៅកន្លែងហ្នឹងធ្វើឲ្យគាត់ហ្នឹងចង់ញ៉ាំបែបហ្នឹងគាត់ចូលចិត្តបែបហ្នឹងអញ្ចឹងគាត់ទិញកន្លែងហ្នឹងហើយបងប្អូនឃើញទេខាងនោះមានឡានចូលខាងនេះមានឡានចេញអញ្ចឹងណាគឺច្រកចេញច្រកចូលអញ្ចឹងណាបងប្អូនហើយបើសិនជាខ្ញុំអធិប្បាយទៅមិនសូវច្បាស់សូមបងប្អូនអធិស្ឋានទុកជាមុនផងព្រោះខ្ញុំទំតែរៀនធ្វើវីដេអូថ្មីអញ្ចឹងណាបងប្អូនណាមួយទៀតសូមបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមបងប្អូនជួយ Subscribe Channel YouTube របស់នាងខ្ញុំមួយផងដើម្បីឲ្យនាងខ្ញុំធ្វើវារាល់ថ្ងៃសូមបងប្អូនមេត្តាជួយ Subscribe សូមអរគុណទុកជាមុនផងអញ្ចឹងនាងខ្ញុំមានតែប៉ុណ្្នឹងទេសូមបងប្អូនទស្សនាដោយខ្លួនឯងហើយខ្ញុំបានដាក់វីដេអូរៀងលឿនបន្តិចដោយសារបើមិនដាក់អញ្ចឹងទេវីដេអូវាវែងមែនតើណាហ្នឹងហើយបងប្អូនអរគុណច្រើនសម្រាប់ការស្រឡាញ់និងការរាប់អានអរគុណច្រើន